និទានក្មេងឆ្លាតពូកែឆ្ងល់រឿងនិទានចង់ខុសជំនាញកាលពីដើមឡើយមានសត្វសេកមួយក្បាលពូកែច្រៀងណាស់វាអាចច្រៀងបានយ៉ាងពីរោះវេលាថ្ងៃមួយសត្វទាំងពួងបានសនំពរឲ្យសត្វសេកច្រៀងឲ្យពួកគេស្ដាប់សត្វសេកក៏យល់ព្រមហើយពពួកសត្វទាំងនោះក៏អរណាស់ឈរព័ទ្ធជុំវិញដើម្បីស្ដាប់ដោយសេចក្តីរំភើបសត្វសេកចាប់ដើមច្រៀងសំឡេងដ៏ក្រលួចបានទាក់ចិត្តអស់សត្វទាំងពួងឲ្យមានអារម្មណ៍ស្រងេះស្រងោចទៅតាមមនោសញ្ចេតនានៃបទចម្រៀងក៏បានចប់សំឡេងស្នូទះដៃដល់កងរំពងក៏ចាប់ដើមបន្លឺឡើងត្រហឹងពេញព្រៃសត្វសេកឃើញសេកទទួលបាននូវការគាំទ្រដូច្នោះក៏រត់ចូលទៅក្នុងវង់ស្រែកច្រៀងអេហេអេហេវាខំច្រៀងផងរំផងដើម្បីទាក់ទាញការចាប់អារម្មណ៍ផ្ទុយទៅវិញសត្វទាំងឡាយបែរជាមានការធុញទ្រាន់នឹងសំឡេងដ៏គួរឲ្យរំខាននិងសកម្មភាពដ៏ស្រងេះស្រងោចបែបនេះទៅវិញពួកវាដើរចេញទៅដោយទឹកមុខមិនពេញចិត្តសត្វសេះមានការតូចចិត្តនឹងខ្លួនឯងណាស់ក៏អោនមុខចុះយំតិចសត្វសេះឃើញដូច្នោះក៏ព្យាយាមនិយាយលួងលោមថាអើបងសេះអើយសូមបងកុំតូចចិត្តនឹងខ្លួនឯងអីត្បិតបើខ្ញុំច្រៀងពីរោះជាងបងក៏ពិតមែនតែបងប្រហែលជាភ្លេចហើយថាបងមានសមត្ថភាពខ្លាំងជាងខ្ញុំទៅទៀតតែបងមិនបានយកមកប្រើនោះគឺកម្លាំងដែលអាចរត់បានយ៉ាងលឿនដែលខ្ញុំមិនអាចធ្វើបានបងអាចយកសកម្មភាពនេះទៅបង្ហាញអ្នករាល់គ្នាពួកគេនឹងគាំទ្របងមិនខានឡើយសេះឮហើយក៏ត្រេកអរណាស់ហើយក៏លោតកញ្ជ្រោស្រែកអេហេអេហេបន្ទាប់មកវាក៏ថ្លែងអំណរគុណចំពោះសត្វសេកហើយបោយ៉ាងលឿនទៅកាន់លំនៅឋានវិញដោយទឹកមុខរីករាយកតេអប់រំនៅក្នុងរឿងគឺចង់និយាយប្រាប់ថាមនុស្សម្នាក់សុទ្ធតែមានចំណុចខ្លាំងរៀងខ្លួនដូច្នេះកុំតន់មើលងាយសមត្ថភាពមនុស្សនៅជុំវិញខ្លួនរបស់យើងម្នាក់រឿងនិទានចង់ខុសជំនាញដកស្រង់ចេញពីសៀវភៅ50និទានបណ្ដុះគុណធម៌ភាគទី1និពន្ធនិងរៀបរៀងដោយក្រុមអ្នកសរសេរ Hackit អរគុណសម្រាប់ការតាមដានជួបគ្នាជាមួយនឹងនិទានក្មេងឆ្លាតពូកែឆ្ងល់នៅសប្តាហ៍ក្រោយទៀត